មនុស្សយ៉ាងហោចណាស់22នាក់បានស្លាប់បន្ទាប់ពីគ្រោះរំជួយដីដ៏ខ្លាំងវាយប្រហារប្រទេសហ្វីលីពីនមនុស្សយ៉ាងហោចណាស់22នាក់បានស្លាប់បន្ទាប់ពីគ្រោះរំជួយដីកម្រិត 6.9 វិកទ័រដែលជាកម្រិតដ៏ខ្លាំងក្លាមួយបានវាយប្រហារប្រទេសហ្វីលីពីននេះបើតាមមន្ត្រីរដ្ឋបាលម្នាក់ដោយបានកត់សម្គាល់ថានេះគឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយរបស់ប្រទេសនេះក្នុងឆ្នាំ2025ហ្វីលីពីនបានជួបគ្រោះរំជួយដីដែលបានវាយប្រហារនៅក្បែរតំបន់ឆ្នេរសមុទ្រខេត្តស៊ីប៊ូមុនម៉ោង10យប់ថ្ងៃអង្គារទី30ខែកញ្ញាដែលនាំឲ្យមានការផ្ដាច់ចរន្តអគ្គិសនីនិងបានបំផ្លាញអគារនានាក្នុងតំបន់នោះអភិបាលរងក្រុងសាន់រេប៊ីGO នៃខេត្តស៊ីប៊ូបានបញ្ជាក់ថាតំបន់នេះមានមនុស្សស្លាប់យ៉ាងហោច22នាក់មន្ត្រីរដ្ឋបាលម្នាក់ទៀតបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters តាមទូរស័ព្ទថាមនុស្សស្លាប់នៅក្នុងខេត្តស៊ីប៊ូមន្ត្រីកំពុងធ្វើការផ្ទៀងផ្ទាត់និងត្រួតពិនិត្យឡើងវិញនៃចំនួនអ្នកស្លាប់ពិតប្រាកដកាសែត The New York Times នៅថ្ងៃទី1ខែតុលានេះបានរាយការណ៍បន្ថែមថាមានមនុស្សយ៉ាងហោចណាស់37នាក់ទៀតបានរងរបួសដោយសារគ្រោះរំជួយដីនេះព្រមជាមួយនឹងការបាក់រលំអគារមួយចំនួននិងហេដ្ឋារចនាសម្ព័ន្ធរួមទាំងស្ពានផងដែរភ្នាក់ងារតាមដានគ្រោះរំជួយដីបានឲ្យដឹងថាជម្រៅនៃគ្រោះរំជួយដីនេះគឺមានប្រមាណ10គីឡូម៉ែត្រភ្នាក់ងារតាមដានផ្សេងទៀតបាននិយាយថាมันមានការគំរាមកំហែងដោយរលកយៈស៊ូនីមីនោះទេបន្ទាប់ពីគ្រោះរំជួយដីនេះ